យើងរស់នៅក្នុងផ្ទះតែមួយអញ្ចឹងអ្នកលើកស្ទួយជំនាន់ក្រោយគឺក្មេងៗយ៉ាងហើយខ្ញុំមិនដឹងថាខ្ញុំអាចជួយបានខ្លះប៉ុន្តែអ្វីដែលខ្ញុំអាចជួយបានគឺខ្ញុំជួយទាំងអស់តិចច្រើនគឺជាទឹកចិត្តយើងឯងគិតចឹងអត់នេះគឺជាទឹកប្រាក់ដែលយើងទទួលបានពីបងប្អូនបរិច្ចាគតិចទៀតយើងទៅរៀបចំសម្រាប់កុមារ200នាក់ទៀតសល់ម៉ាយើងបរិច្ចាគជាទឹកប្រាក់បងប្អូនអរគ្នាមានតិចជួយតិចមានច្រើនជួយច្រើនសំខាន់គឺយើងបានចូលរួមហើយនឹងផ្ដល់នៃក្តីសង្ឃឹមទៅកាន់ពួកគាត់អាហ្នឹងមិនសំខាន់ព្រោះអីក្មេងៗត្រូវតែរៀនជាឱកាសក្នុងវីដេអូនេះខ្ញុំចង់អរគុណទៅបងប្អូនទាំងអស់គ្នាដែលសាមគ្គីគ្នាខ្ញុំសូមកោតសរសើរឲ្យមានមោទនភាពមែនតើណាខ្ញុំយល់ឃើញថាបើយើងម្នាក់ខ្លាំងប្រទេសយើងខ្លាំងដូចគ្នាខ្ញុំសូមឲ្យបងប្អូនជួយខ្ញុំមួយបានអត់ share វីដេអូនេះព្រោះអីខ្ញុំចង់ឲ្យទាំងអស់គ្នាជួយក្មេងៗឲ្យបានរៀនមិនថាមូលនិធិណាទេគឺព្យាយាមជំរុញអាហ្នឹងអញ្ចឹងណាអរគុណមែនទែនទិសដៅទី1របស់យើងគឺទៅមូលនិធិ Eat More ដោយសារតែខ្ញុំឮថាក្មេងៗឡងពេលភាសឹកហ្នឹងគាត់ត្រូវការរៀនបដោះអាសន្នអញ្ចឹងណាពេលគាត់មកហ្នឹងគឺអត់មានទេភ័យស្លន់ស្លោសំបីតែបិចកតាបក៏មិនបានយកមកដែរអញ្ចឹងមានតែយើងហ្នឹងឯងជួយជំរុញគាត់ពីខាងក្រោយបាទបងប្អូនឥឡូវនេះត្រូវបានសម្ភារៈសិក្សាខ្ញុំយកមកដាក់នៅ Eat More កន្លែងនេះហើយអញ្ចឹងឥឡូវយើងបន្តទៅទៀតមកដល់ថ្ងៃទី2គឺយើងធ្វើដំណើរឆ្ពោះទៅកាន់អង្គការ TVO ពួកអីគាត់ផ្ដល់ជំនួយទៅកាន់កុមារហើយនិងស្ត្រីយេឥឡូវនេះយើងបានយកសម្ភារៈសិក្សាចំនួន200កញ្ចប់ទៅមកដល់អង្គការ TVO ហើយដែលបងគាត់បានទទួលផ្ទាល់ហ្នឹងហើយអរគុណបងអរគុណយើងមានជាទឹកប្រាក់ទៀតបងមានជាទឹកប្រាក់ទៀតសុខសប្បាយអ្នកគ្នាណាបាទបងបាទជូនបុណ្យតទៀតបាទអរគុណសាធុបងសាធុខ្ញុំចង់អរគុណទៅកាន់បងប្អូនខ្មែរយើងទាំងអស់ដែលបានសាមគ្គីយ៉ាងរលូនយ៉ាងស្រស់គ្នាខ្ញុំគិតថាអ្វីដែលគេអត់មានគឺសាមគ្គីភាពហ្នឹងហើយអញ្ចឹងយើងឈ្នះទាំងឡាយហ្នឹងស៊ូយើង